របៀប calibrate gate valve C45 ใน C45 ប៉ុន្តែវាប្រភេទ professional នេះនៅលើ parameter វាគឺមានអញ្ចឹងយើងចុចសញ្ញា local remote នេះឃើញទេព្រោះវាធម្មតាវាអត់មានបញ្ហាអីយើងចុច remote នេះយើងដាក់set point ចូលគឺវាអត់ចេញ fall ទេគឺវាចេញ remote ready តែបើយើងអត់មាន input ទេវាចេញ remote fall ចំណែក local នេះគឺ ready យើងអាច open close នេះ open នេះ close យើងអាច open close អូខេធម្មតាដើម្បី calibrate មួយយើងចូលទៅនេះ local parameter ready នេះនេះបើសិនជាវាអត់មានចេញពាក្យថា ready ទេអាហ្នឹងបានន័យថាយើងត្រូវ calibrate វាឲ្យវាដំណើរការតែនេះយើងគ្រាន់តែចូល function វា ready ហើយរួចរាល់ហើយតែយើងចូល function វាមានអីខ្លះនេះដើម្បីចូលការចូលទៅ calibrate វាគឺយើងចូលនេះ parameter មួយនេះ local parameter ready ហ្នឹងយើង enter មកបាទ enter យើងអាច screw ទៅលើក៏បានទៅក្រោមក៏បានដើម្បីរកពាក្យនេះពាក្យនេះ commissioning ហ្នឹងយើងចូលមក like ហើយ C45 នេះលេខកូដវាគឺ9044 តមក enter មកនេះ clock 2នេះសម្រាប់យើងបដូរទិសដៅទេបើសិនជាវាខុស pha ខុសអីយើងអាចដាក់បដូរវាបានន័យថាពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងអញ្ចឹងតែយកហ្នឹងទេយើងអាចទៅមុខទៀតនេះក៏អត់ដែរនេះជាក្នុង parameter ហ្នឹងទេដល់ហើយយើងចុចរកវាដើម្បី parameter ដើម្បីចូល calibrate នេះដើម្បីយក calibrate យើងចូល parameter មួយនេះគឺយើង enter ទៅយើងអាចយក calibrate វាទៅតាមអ្វីដែលយើងចង់បានហើយអញ្ចឹងអានេះដោយសារខ្ញុំ calibrate ហើយខ្ញុំអត់បានយកឧបករណ៍មកដោះទេនេះគ្រាន់តែប្រើ parameter ចូលនេះអញ្ចឹងយើងអាច check មើលទៅមុខតទៀតបានមាន parameter ផ្សេងៗគ្នានេះparameter ជាច្រើនដែលយើងត្រូវការកន្លងមកដើមវិញមកបាទដើម្បីចូលមកពេលយើងកើតចូលទៅខ្លួនយើងមកថាដើមវិញបាននេះបើយើងដាក់មក local យើងអាចឥឡូវវានៅ position open 100% ឥឡូវយើងអាច close